បីខ្សែក្រមុំខ្សែភាពយន្តភ័យរន្ធត់ព្រឺព្រួយវណ្ណកម្មមួយរបស់ផលិតកម្មហេមពៀនភាពយន្តបីខ្សែក្រមុំផលិតកម្មហេមពៀនភាពយន្តជាផលិតកម្មដ៏ល្បីល្បាញមួយដែលគេដឹងថាលោកលីយូស្រៀងជាចាងវាងផលិតកម្មនិងជាអ្នកដឹកនាំរឿងខ្សែភាពយន្តនឹងបីខ្សែក្រមុំជាខ្សែភាពយន្តដ៏ល្បីល្បាញមួយក្នុងចំណោមខ្សែភាពយន្តជាច្រើនរបស់ផលិតកម្មហេមពៀនភាពយន្តឆ្នាំ1973ខ្សែភាពយន្តនេះបានដាក់បញ្ចាំងជាផ្លូវការនៅរោងភាពយន្តចំនួន2នៅក្នុងរដ្ឋធានីភ្នំពេញគឺរោងភាពយន្តបូកូនិងរោងភាពយន្តមនោរម្យបីខ្សែក្រមុំជាកម្រងរឿងនិទាននិយាយអំពីនារីក្រមុំបងប្អូនភ្លោះ2នាក់រស់នៅក្នុងព្រៃជ្រៅត្រូវព្រានព្រៃតាមធ្វើបាបដោយនាងបងត្រូវព្រានព្រៃរំលោភរួចសម្លាប់យ៉ាងសាហាវព្រៃផ្សៃបណ្ដាលឲ្យនាងមានគំនុំកើតជាបិសាចឯនាងប្អូនមានសំណាងល្អរួចផុតពីការធ្វើបាបរត់មករស់នៅក្នុងភូមិហើយក៏មានទំនាក់ទំនងស្នេហាជាមួយបុត្រាសេដ្ឋីម្នាក់នាងត្រូវរងគ្រោះព្រោះបងស្រីរបស់នាងតាមយាយីបរោះនៅក្នុងភូមិដោយកំហឹងសងសឹកលោកសេដ្ឋីប្រលឹងនេះព្រាយបិសាចចូលរូបកូនលោកហើយកូនលោកសេដ្ឋីបញ្ជាឲ្យដឹកចោលតាពីទៅដឹកទៅខ្ញុំមិនឲ្យដុតកូនខ្ញុំទេសូមឲ្យលោកគ្រាន់តែមកបងកូនខ្ញុំនឹងមានព្រាយបិសាចនោះទៅបានហើយតាមរយៈខ្សែភាពយន្តនេះផលិតករលីយូស្រៀងបាននាំនៅតារាភាពយន្តស្រីថ្មីមួយមានឈ្មោះថាឈូករតនាមដើមថាសុនលេវ៉ាយកមកកាន់ឆាកភាពយន្តឲ្យសម្ដែងជាដៃគូយ៉ាងស័ក្តិសមជាមួយតារាគង់សំអឿនខ្សែភាពយន្តនេះបានដាក់បញ្ចូលនៅចម្រៀងចំនួន3បទចម្រៀងទី1មានចំណងជើងថាខ្ទមកំព្រាច្រៀងដោយលោកស្រីប៉ែនរ៉នចម្រៀងទី2មានចំណងជើងថាបំរាមក្រមុំច្រៀងដោយលោកស៊ីនស៊ីសមុទ្រនិងលោកស្រីប៉ែនរ៉ននិងចម្រៀងទី3មានចំណងជើងថាបីខ្សែក្រមុំច្រៀងដោយលោកស៊ីនស៊ីសមុទ្រអូនជាស្រីបីសាច់ញ៉ាក៏ដោយចម្រៀងទាំង3នេះជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោកវ៉យហូអរគុណទៀតមក